ចាសូមជម្រាបសួរលោកគ្រូអ្នកគ្រូនាងខ្ញុំសូមលើកយកនៅការបង្រៀនដែលនាងខ្ញុំបានធ្វើបង្ហាញនៅក្នុងក្រុមធំនៅក្នុងវគ្គសិក្ខាសាលាកញ្ចប់អំណានភាសាខ្មែរថ្នាក់ទី2ចាមេរៀនអំណានទី32បវេសនការចាមុននឹងចាប់ផ្ដើមអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវរំលឹកមេរៀនចាស់សិស្សជាមុនសិនអញ្ចឹងនៅក្នុងការរំលឹកមេរៀននេះនាងខ្ញុំបានរៀបចំសម្ភារៈដូចជាបានពាក្យអញ្ចឹងនាងខ្ញុំបានប្រើបានពាក្យសម្រាប់បង្ហាញគាត់ឲ្យគាត់អានប៉ុន្តែលោកគ្រូអ្នកគ្រូអាចប្រើវិធីសាស្ត្រមួយទៀតគឺលោកគ្រូអ្នកគ្រូអានពាក្យហ្នឹងហើយឲ្យសិស្សទៅសេនៅលើក្តារឈ្នួនលើកឲ្យគាត់អានអញ្ចឹងអាស្រ័យទៅលើលោកគ្រូអ្នកគ្រូចង់ឲ្យសិស្សធ្វើសកម្មភាពមួយណាក៏បានដែរអ្នកគ្រូចាបន្ទាប់ពីយើងរំលឹកមេរៀនចាស់គាត់ហើយយើងចូលទៅដល់ការរៀនពាក្យនៅក្នុងការរៀនពាក្យនេះផងដែរមុននឹងចាប់ផ្ដើមចូលដល់ការរៀនពាក្យនេះអ្នកគ្រូអាចសួរគាត់បំផុសគាត់របៀបម៉េចក៏បានឬមួយក៏អ្នកគ្រូប្រាប់គាត់តែម្ដងថាថ្ងៃនេះយើងនឹងរៀនមេរៀនអំណានចាបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូអាចដាក់ចំណងជើងមេរៀននោះនៅលើក្តារខៀនមុននឹងអានអត្ថបទអញ្ចឹងមុននឹងអានអត្ថបទអំណានហ្នឹងអ្នកគ្រូនាំសិស្សសិក្សាពាក្យពិបាកជាមុនសិនអញ្ចឹងអ្នកគ្រូអាចទៅសេពាក្យពិបាកហ្នឹងនៅលើក្តារខៀនដែលដកស្រង់ចេញពីសៀវភៅនៃនាំគ្រូកន្លែងអក្សរដិតណាអ្នកគ្រូចាទៅសេនៅលើក្តារខៀនរួចហើយឲ្យសិស្សបើកសៀវភៅសិក្សាគោលនៅក្នុងទំព័រទី32មេរៀនទី32បវេសនកាលហើយអ្នកគ្រូសូមអ្នកគ្រូបញ្ជាក់ប្រាប់ក្មេងៗប្រាប់គាត់ថាកូនអានស្ងាត់ជាបុគ្គលដើម្បីផ្ទៀងផ្ទាត់រកពាក្យពិបាកទាំងនោះពាក្យពិបាកដែលអ្នកគ្រូបានសរសេរនៅលើក្តារខៀនហ្នឹងមើលតើពាក្យពិបាកដែលអ្នកគ្រូបានសរសេរនៅលើក្តារខៀនហ្នឹងស្ថិតនៅកន្លែងណាខ្លះឲ្យគាត់បានស្គាល់អំពីទីតាំងនៃពាក្យពិបាកទាំងនោះបន្ទាប់ពីអ្នកគ្រូបានណែនាំគាត់រួចហើយចាលោកគ្រូអ្នកគ្រូអាចទុករយៈពេលឲ្យសិស្សគាត់អានអត្ថបទនោះស្ងាត់ជាបុគ្គលចានៅពេលដែលអ្នកគ្រូទុករយៈពេលឲ្យគាត់សមល្មមហើយលោកគ្រូអ្នកគ្រូដឹកនាំសិស្សទៅអានពាក្យនៅលើក្តារខៀនចាពាក្យពិបាកដែលអ្នកគ្រូបានសរសេរនៅលើក្តារខៀនដោយធ្វើសកម្មភាពដំបូងគឺអ្នកគ្រូឬក៏លោកគ្រូធ្វើមុនបន្ទាប់មកគឺសកម្មភាពទី2លោកគ្រូនឹងសិស្សចាទី3គឺសិស្សគាត់អានដោយខ្លួនឯងចាអញ្ចឹងអរគុណច្រើនលោកគ្រូអ្នកគ្រូសម្រាប់ការតាមដានវីដេអូដែលនាងខ្ញុំបានធ្វើបង្ហាញនេះគឺនាងខ្ញុំសូមបង្ហាញត្រឹមតែការរៀនពាក្យទេចាជួបគ្នានៅវីដេអូក្រោយនាងខ្ញុំនឹងបង្ហាញអំពីសកម្មភាពការរៀនវិទ្យាសាស្ត្រវិញម្ដងចាអរគុណច្រើនសូមជម្រាបលា